ទីនេះបាទគឺបាទសូមអបអរសាទរគណៈអធិបតីលោកដុចគឹមដមនាយករងរដ្ឋបាលសាលាខេត្តសៀមរាបបាទសូមគោរពលោកគឹមវណ្ណៈអភិបាលស្រុកសូននិគមបាទសូមគោរពលោកអនគុណរតនាយកសាលាបឋមសិក្សាវត្តបូបាទសូមគោរពលោកវេជ្ជបណ្ឌិតជួនច័ន្ទភក្ត្រាបាននាយកមន្ទីរពេទ្យកុមារអង្គរបាទសូមគោរពលោកគង់បឹកបាទគណៈគ្រប់សាលាបឋមសិក្សាថ្នាបាទបងប្អូនកីឡាករជាទីគោរពជាទីរាប់អានផ្លងដំណាក់កាលនៃការប្រកួតបាទដណ្ដើមជើងឯកសម្រាប់ពានរង្វាន់វ័យចាស់ក្រុងអង្គរបាទ7មករាក្រុងអង្គរ2006ឬរដូវកាលទី1ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី6ខែធ្នូឆ្នាំ2025ចឹងកម្មវិធីរបស់យើងរៀបចំរយៈពេល1ខែបាទឬក៏1ឆ្នាំបាទគឺយើងឆ្លងឆ្នាំ2025មកដល់2026ចឹងលទ្ធផលនៃការប្រកួតគឺយើងបានរៀបចំដើម្បីអបអរសាទរទីវាជ័យជំនះ7មករា1979និង2026នេះគឺជាខួប47ឆ្នាំសូមអបអរសាទរចំពោះជ័យជំនះ7មករារបស់យើងបាទលទ្ធផលដែលយើងធ្វើការបែងចែកនៅក្នុងកម្មវិធីនេះគឺទី1គឺពានរង្វាន់បានទៅលើ Top Scorer គឺជាកីឡាករដែលរកគ្រាប់បាល់ឬក៏ទាត់បាល់បញ្ចូលទីច្រើនជាងគេគឺបានទៅលើកីឡាករបាទគឺដោយសារយើងឃើញមានបាទបច្ចេកទេសមកមិញនេះបូកសរុបចុងក្រោយ Top Scorer បានកីឡាករចំនួន2នាក់សូមអបអរទី1កីឡាករដែលរកគ្រាប់បាល់បានចំនួន13គ្រាប់គឺបានទៅលើកីឡាករខុតសុភ័ក្របាទកីឡាករខុតសុភ័ក្រពាក់លេខ15មកពីក្រុមគ្រីស្ទៀនបាទទី2បាទគឺរកបាន13គ្រាប់អំបញ្ញមិញនេះបាទគឺកីឡាករមកពីក្រុមគ្រុឌមាសគឺកីឡាករសុកហានកីឡាករពាក់លេខបានហានពាក់លេខ99បាទដូចជន់គ្នាជាមួយអ្នកចាំទីបាទអត់អីទេប៉ុន្តែក្នុងប្រវត្តិសាស្ត្រចំនួនទី1នេះគឺថាមានកីឡាករ Top Scorer 2គឺកីឡាករខុតសុភ័ក្រនិងកីឡាករសុកហានបាទសូមអបអរសាទរជាថ្មីពានរង្វាន់ទី2ដែលយើងបានសម្រេចគឺតាមគោលការណ៍បានទៅលើ Best Goalkeeper អ្នកចាំទីដែលល្អជាងគេគឺសម្អាតភ្លៀតទីយល់របស់ខ្លួនបានល្អជាងគេបានទៅលើកីឡាករមកពីក្រុមគ្រុឌមាសបាទគឺកីឡាករវាសនាដេវីតបាទពាក់លេខ99ដែរបាទអញ្ចឹងកីឡាករទាំង3រូបនេះគឺជាកីឡាករឆ្នើមសម្រាប់រដូវកាលទី1នៃពានរង្វាន់វ័យចាស់7មករាក្រុងអង្គរឆ្នាំ2026យ៉ាងនេះហើយជាឯកតកម្មគឺ13គ្រាប់សម្រាប់ Top Scorer nămក្រោយយើងនឹងរកកីឡាករ Top Scorer ដើម្បីបំបែកឯកតកម្ម13គ្រាប់នេះបាទសោកស្ដាយក្រុមដែលឆ្លងមកវគ្គផ្ដាច់ព្រាត់នេះគឺបាទកីឡាករសុធាគឺរកបានតែ2គ្រាប់បាទបើបាន1គ្រាប់ទៀតត្រូវពីអ្នកបាទហើយចំពោះក្រុមដែលគណៈកម្មការសម្រេច
ឲ្យទៅលើក្រុមដែលជា best team player ឬក៏ fair player team ក្រុមដែលលេងបានល្អនិងមានសុជីវធម៌ល្អជាងគេគឺគណៈកម្មការបានរកឃើញនិងប្រគល់ទៅឲ្យក្រុមកីឡាករគ្រីស្ទៀនបាទសូមអបអរសាទរបាទជាបន្តទៅទៀតគឺជាលទ្ធផលចុងក្រោយសម្រាប់ការប្រកួតរបស់យើងដែលមានចំនួន8ក្រុមគឺក្រុមដែលបានឡើងមកវគ្គដាច់ព្រាត់ក្រុមលេខ3និងលេខ4គឺមានក្រុមគ្រុឌមាសក្រុមគ្រុឌរាជក្រុមសេរីចាស់ក្រុមច័ន្ទមលីរតក្រុមទាំង4នេះតើក្រុមណាបានលេខ1ក្រុមណាបានលេខ2និងក្រុមណាបានលេខ3អញ្ចឹងបងប្អូនទាំងអស់គ្នាបានជ្រាបរួចហើយនៅតែការប្រកាសលទ្ធផលជាផ្លូវការខ្ញុំបាទសូមអនុញ្ញាតប្រកាសជាផ្លូវការនិងសូមអបអរសាទរចំពោះក្រុមដែលបានចំណាត់ថ្នាក់លេខ3គឺក្រុមគ្រុឌមាសក្រុមដែលបានចំណាត់ថ្នាក់លេខ2គឺក្រុមសេរីចាស់ FC បាទហើយក្រុមដែលជាម្ចាស់ជើងឯកឬក៏ champion សូមអបអរសាទរអានទៅលើអញមីក្រូហៅបាទច័ន្ទមនីរតក្រុមច័ន្ទមលីរតបាទគណៈអធិបតីអង្គពិធីជាទីគោរពរាប់អានអញ្ចឹងជាកិច្ចបន្តតាមរបៀបវរៈដែលបានរៀបចំទុកគឺយើងមានការប្រែប្រួលនិងផ្លាស់ប្ដូរមួយចំនួនអញ្ចឹងតាមកម្មវិធីគឺត្រូវគណៈកម្មការធ្វើរបាយការណ៍ប៉ុន្តែខ្ញុំប្រកាសលទ្ធផលអំបញ្ញមិញនេះគឺដូចចាត់ទុកជារបាយការណ៍អសង្ខេបរួចទៅហើយអញ្ចឹងចំពោះការអានរបាយការណ៍បាទសូមអធិស្ឋាន